Ok,សួស្តីបងប្អូនឥឡូវយើងបន្តសិក្សាជាមួយគ្នានៅក្នុងមុនប៉បទី2នៃមេរៀនទី12បន្តទៀតអញ្ចឹងមុនប៉បរបស់យើងថ្ងៃនេះគឺយើងនឹងរៀនអំពីទម្រង់អក្សរអសតែក៏វានៅមានទម្រង់បន្ថែមមួយទៀតដែរគឺទម្រង់ហេសអូខេអញ្ចឹងយើងទៅមើលការប្រើប្រាស់ក៏ដូចជានិយមន័យរបស់វាខ្លះៗដើម្បីយើងងាយស្រួលនៅក្នុងការស្វែងយល់ច្បាស់ណាស់បើសិនជាយើងមើលនៅត្រង់ចំណុចនេះអាចនឹងមានកន្លែងខ្លះពិបាកយល់អញ្ចឹងអ្នកទាំងអស់គ្នាទៅមើលជាមួយគ្នានៅក្តារខៀនតែម្ដងណាអូខេឥឡូវយើងបានមកដល់ក្តារខៀនរបស់យើងតោះហើយយើងមើលជាក់ស្ដែងខាងលើបាទខ្ញុំដាក់ថាទម្រង់អក្សរហ្នឹងគឺកិរិយាសព្ទឬក៏គុណនាមអញ្ចឹងបូកជាមួយអក្សររបៀបប្រើរបស់វាគឺប្រើជាមួយនឹងកិរិយាសព្ទឬក៏គុណនាមមានន័យថាពាក្យណាដែលមានដានៅខាងចុងហ្នឹងលុបដាចោលដោយវាអីគេដោយវាអក្សរស្រៈ A ឬ O បាទបញ្ចប់ដោយស្រៈ A ឬ O មានភ្លេចស្រៈកន្លែងនេះណាអូខេតទៅទៀតបូកជាមួយអក្សរហើយបើសិនជាខាងក្រោមនេះអក្សរអូខេឥឡូវយើងបានមកដល់ក្តារខៀនហើយតោះឥឡូវយើងមើលជាក់ស្ដែងតែម្ដងអញ្ចឹងយើងមានទម្រង់អក្សរនិងហេសហើយក៏យើងមានការប្រើប្រាស់ដូចគ្នាប៉ុន្តែមុននឹងយើងចូលដល់ទម្រង់ហ្នឹងគឺយើងត្រូវនឹកទៅដល់ទម្រង់ដែលយើងបានសិក្សាកាលពីវីដេអូមុនមេរៀនមុនគឺមេរៀនទី4ឬក៏មេរៀនទី5ដែលនិយាយអំពីទម្រង់អាយ៉ូអូយ៉ូនិងហេយ៉ូនេះគឺជាទម្រង់បច្ចុប្បន្នកាលប្រើប្រាស់ទូទៅមិនចឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍នោះគឺថាទម្រង់ទាំង3នេះបាទគឺបូកជាមួយគេអាស័ព្ទគុណនាមនេះរបៀបប្រើរបស់វាយើងឃើញហើយ1 2 3អញ្ចឹងដល់ពេលយើងកលេចមកមើលទម្រង់ headផលនេះគឺវាដូចគ្នាអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនថាអញ្ចេះទម្រង់ខាងក្រៅដែលមាន a yo o yo គឺជាទម្រង់គោលនៅពេលដែលយើងទៅសិក្សាទៅលើវេយ្យាករណ៍ផ្សេងទៀតរបៀបបូកវាគឺអត់ទៅណាឆ្ងាយទេគឺដូចគ្នាទេរបៀបបូករបស់វាអញ្ចឹងហ៎ a yo AO ខុសពី AO ឬសពី Hada តដែរទេក៏ប៉ុន្តែអ្វីដែលវាខុសគឺខុសខាងចុងនេះអញ្ចឹងបើខុសខាងចុងគឺការបូកប្រែខុសគ្នាដែរជាក់ស្ដែងដូចកន្លែង A សនេះចេះតែពេលបើយើងមានសនៅខាងក្រោយវាទៅជាទម្រង់ផ្សេងណាទៅជាទម្រង់ផ្សេងដែលយើងកំពុងតែនិយាយជាមួយគ្នានឹងឯងតោះឥឡូវយើងទៅមើលតែម្ដងតែទម្រង់មួយហ្នឹងបូកប្រែថាម៉េចឥឡូវយើងមើលរបៀបប្រើជាមុនសិនថាកិរិយាសព្ទគុណនាមលុបដាចោលទៅនៅសល់អីគេស្រៈ A ឬ O មានអ្នកដូចនេះដែរទេហើយអសហ្នឹងគឺមានន័យថាម៉េចប្រើជាមួយកិរិយាសព្ទគុណនាមបញ្ចប់ទៅដោយស្រៈខុសពី AO អញ្ចឹងអសនិងអសផ្ទុយគ្នានិយាយសួរស្ដាប់ហើយហេសគឺប្រើជាមួយកិរិយាសព្ទដែលមានពាក្យ hada ឬក៏បញ្ចប់ដោយ hada នៅខាងចុងហ្នឹងអញ្ចឹងឯងហើយវាគឺជាទម្រង់ដែលប្រើសម្រាប់បញ្ជាក់ហេតុផលអញ្ចឹងខ្ញុំដាក់ប៊ិចពណ៌ក្រហមដើម្បីអ្នកនរនេះកាន់តែងាយយល់អញ្ចឹងបញ្ជាក់ពីហេតុផលដែលនៅខាងមុខអញ្ចឹងហេតុផលអីដែលវានៅខាងមុខអញ្ចឹងទៅហើយបន្តមកទៀតហើយមានលទ្ធផលនៅខាងក្រោយយើងចាំតែធ្វើជាលំហាត់បើយើងដឹងកន្លែងនេះកាន់តែច្បាស់អ្វីដែលជាចំណុចគោលគឺកន្លែងនេះហេតុផលអញ្ចឹងទម្រង់គឺប្រើសម្រាប់នៅពេលដែលយើងចង់ប្រាប់គេដោយសារហេតុអីបានជាអញ្ចឹងណាបើហេតុអីបានយើងមកហេតុអីបានជាយើងបានទៅដល់កូរ៉េអញ្ចឹងវាមានហេតុផលរបស់វាអញ្ចឹងយើងមើលបន្តគេថាបកប្រែថាដោយសារតែហើយនឹងពីព្រោះតែអញ្ចឹងនៃភាសាខ្មែរទាំងពីរហ្នឹងគឺស្រដៀងគ្នាទេមិនអញ្ចឹងទេបាទបកប្រែទៅដូចតែគ្នាស្ដាប់បានដូចគ្នាទេយើងមើលឧទាហរណ៍តែម្ដងខ្ញុំមានពាក្យទី1គឺ ilhada ពាក្យហ្នឹងបកប្រែថាធ្វើការមិនអញ្ចឹងទេអញ្ចឹងយើងមើលតាមនិយមន័យឬក៏ការប្រើប្រាស់ទូទៅត្រូវតែលុបដានឹងចោលហើយជារឿងទូទៅបាទអញ្ចឹងលុបដាចោលនៅសល់អីគេនៅសល់ ilha អញ្ចឹងនិយាយថាបើសិននៅសល់ hada នេះនៅសល់ ha នៅខាងចុងនេះទោះបីលុបក៏ដោយក៏វា direct ទៅជាអីគេ ilha យកពលគឺវាដូចអាតម្រងចាស់ដែលយើងរៀនកន្លងទៅនឹងឯងគ្រាន់តែកតុយក្រៅវាមានអីដែលយើងឃើញផ្លែកនេះសមិនអញ្ចឹងទេអញ្ចឹងទៅជា ilheso បើសិនជាយើងបូកតម្រងបញ្ចប់ចុងយោធម្មតា ilheyo មិនអញ្ចឹងilheso បូកប្រែថាដោយសារតែធ្វើការអញ្ចឹងថាដោយសារតែធ្វើការចុចអញ្ចឹងទៅដោយសារតែធ្វើការទើបខ្ញុំមានប្រាក់ខែឧទាហរណ៍ណាអញ្ចឹងលទ្ធផលនៃប្រាក់ខែគឺបានមកពីការដែលយើងធ្វើការហ្នឹងតើឥឡូវយើងទៅបន្តទៀតថាដាអញ្ចឹងពាក្យនេះបូកប្រែថាជីអញ្ចឹងយើងលុបសិនតោះយើងលុបសិនអញ្ចឹងលុបដាចឹងនៅសល់ពាក្យថាហើយយើងឃើញចាស់ស្ដាយណាបាននៅសល់ពាក្យថាអញ្ចឹងសរសអាអញ្ចឹងបញ្ចូលលក្ខខណ្ឌខាងលើ a ឬ o ពីរហ្នឹងមួយណាក៏បានដែរមួយក្នុងចំណងពីរហ្នឹងអញ្ចឹងបូកជាមួយ a សអញ្ចឹងធម្មតាទេយើងមើលកន្លែងនេះមានជើងអត់ទេអញ្ចឹងបើសិនជាអត់ស្អាប៉ះស្អាតាមដែលយើងសិក្សាកាលពីមុនស្អាប៉ះស្អាត្រូវលុបមួយចោលកុំទុកវាមិនអញ្ចឹងនៅសល់អីគេអញ្ចឹងនៅសល់ថាសអញ្ចឹងបូកប្រែថាដោយសារតែជីដែលពាក្យហ្នឹងបូកប្រែថាជីដាក់ជាមួយសកតុយក្រៅទៅជាដោយសារជីវិញបាទថាហេតុអីបានជាអ្នកមកក្រុមហ៊ុន
លឿនអញ្ចឹងដោយសារតែខ្ញុំជិះឡានក្រុងរដងយើងជិះកង់ដល់ថ្ងៃនេះជិះឡានក្រុងអញ្ចឹងវាលឿនជាងនឹងឯងតោះបន្តទៀតទី3 icta បកប្រែថាអានអញ្ចឹងយើងលុបដាចោលធម្មតានៅសារ x យើងឃើញអញ្ចឹងបូកជាមួយ a សសំទោស a សមូលហេតុវាបូកមួយ a សដោយសារវាសល់នឹងស្រៈ e នេះអញ្ចឹងហ៎បាទ e អញ្ចឹង e ខុសពី ro ឯងខុសពី ro នៅក្នុងចំណោមស្រៈទាំងអស់គឺឲ្យតែខុសពី ro គឺយើងរាប់ថាវាបូកជាមួយ a សទាំងអស់ហ្នឹងតោះអញ្ចឹងទៅជាអីគេយើងឃើញជាក់ស្ដែង a សទៅជា e កសហើយកន្លែងនេះយើងសម្រួលប្រែប្រួលទេបើសិនជាយើងនិយាយគេថាមុនបើសិនជាស្រៈ e បាទសំទោសស្រៈ e បូកមួយ o ស្មើនឹងអីស្មើនឹងយ៉ប៉ុន្តែនៅទីនេះអត់បូកទេហេតុអីដោយសារវាមានជើងពីក្រោមនេះអញ្ចឹងវាមិនមែនជាប៉ះទេណាប៉ះលុត្រាតែសរសេរជាប់គ្នាអញ្ចឹងអត់ទេទៅធម្មតា e កសអញ្ចឹងដោយសារតែអានអូខេថាំងហេតុអីបានជាអ្នកនិយាយភាសាកូរ៉េបានល្អអញ្ចឹងយើងអាចឆ្លើយគេថាដោយសារតែខ្ញុំអានសៀវភៅរាល់ថ្ងៃឬក៏ដោយសារតែអានសៀវភៅរាល់ថ្ងៃអញ្ចឹងយើងប្រើទម្រង់នឹងមកដើម្បីបញ្ជាក់ហេតុផលមានន័យថាការនិយាយរបស់យើងកាលណាដែលយើងយល់វេយ្យាករណ៍កាន់តែច្រើនការដែលយើងបង្ហាញពីអារម្មណ៍ឬក៏ការដែលយើងនិយាយការងារទូទៅវាកាន់តែទូលំទូលាយជាងមុនត្បិតតែពាក្យអានវានៅតែដដែលទេអូខេឥឡូវយើងទៅបន្តទៀតផលតាយើងបកប្រែថាលក់តោះលុបដាជាធម្មតាអញ្ចឹងនៅសាផលអញ្ចឹងភាសាស្រៈ a ដោយ ao បូកជាមួយ a សក៏ប៉ុន្តែមានជើងយើងឃើញទេចុះឧទាហរណ៍អានេះមួយហើយនឹងអានេះមួយតោះនេះមើលបើសិនជាវាមានជើងយើងអត់លុបទេតែលើអត់ជើងយើងលុបអញ្ចឹងជាក់ស្ដែងទៅជា para សហើយតោះនេះគឺសង្កេតឃើញខ្ញុំដាក់ចុចមានន័យថាតម្រងនេះគឺមិនមែនជាតម្រងបញ្ចប់ចុងប្រយោគទេតម្រងបញ្ចប់ចុងប្រយោគគឺខណ្ឌនេះយើងឃើញនៅកន្លែងនេះឃើញទេមានខណ្ឌទាំងអស់ជាងមានថាអានឹងគឺជាតម្រងដែលប្រើនៅចុងប្រយោគពេលដែលយើងបង្កើតប្រយោគគឺចប់ត្រឹមហ្នឹងហើយប៉ុន្តែបើជាមួយតម្រងដែលយើងកំពុងរៀននេះក៏អត់តែយើងឃើញមានត្រេអានឹងគឺតំណាងឲ្យអីគេមានន័យថាវាមានអីនិយាយតទៀតត្រូវតែមានអីតទៀតអូខេយើងចាំទៅសិក្សាបន្តយើងនឹងគឺឧទាហរណ៍ហើយចឹងនៅក្នុងគណៈនេះសូមយល់ពីរបៀបប្រើនិងហេតុផលដែលយើងត្រូវប្រើវាសិនតោះខាងក្រោមយើងមានពាក្យពីរទៀតគឺពាក្យថា salta បកប្រែថារស់នៅហើយពាក្យថា mashida នោះបកប្រែថាផឹកអញ្ចឹងនេះសូមទុកធ្វើជាលំហាត់សូមអ្នកទាំងនេះអនុវត្តមើលតើពាក្យ salta នោះដើម្បីយើងចង់និយាយថាដោយសារតែរស់នៅឧទាហរណ៍ថាដោយសារតែរស់នៅភ្នំពេញយូរឆ្នាំខ្ញុំមានទម្លាប់ល្អអញ្ចឹងទៅខ្ញុំមានការងារធ្វើអញ្ចឹងទៅប៉ុន្តែខ្ញុំចង់និយាយថាដោយសាររស់នៅ Mashida ផឹកដោយសារតែផឹកកាហ្វេទើបខ្ញុំមិនងុយគេងណាឥឡូវគេថាកាហ្វេយើងទុកពេលក្រោយងុយគេងទុកពេលក្រោយទៅអូខេតាអញ្ចឹងសូមធ្វើជាលំហាត់អញ្ចឹងយើងត្រឡប់ទៅសភៅរបស់យើងវិញណាអូខេឥឡូវយើងបានមកដល់លំហាត់របស់យើងហើយសំទោសសភៅរបស់យើងហើយយើងមើលបាទនេះគឺជារបៀបប្រើរបស់វាដែលយើងនិយាយគ្នាអំបញ្ញមិញហ្នឹងបើសិនជាបូកជាមួយ a សលុត្រាទៅវានៅសល់ស្រៈ a ឬក៏ស្រៈ o អូខេហើយបើសិនជាបូកជាមួយ o សលុត្រាទៅវាស o u e ហើយនឹងចុចមានន័យថានៅមានស្រៈជាច្រើនទៀតឲ្យតែដកពីអាលើចេញមកនៅសល់ប្រហែលគឺបូកជាមួយអាក្រោមនឹងទាំងអស់ហើយដល់ពេលហេសហ្នឹងគឺ again នៅសល់ពាក្យហាដាមួយនឹងអញ្ចឹងបូកជាមួយហេសទៅយើងจะមានពាក្យជាក់ស្ដែងមានពាក្យ3ដូចគ្នាតាពាក្យទី1សាដានេះបូកប្រែថាថោកអានេះអក្សរសាំងស៊ីអ៊ុតទេបើសិនជាស៊ីអ៊ុតទី1បូកប្រែថាទិញទៅអញ្ចឹងអានេះថោកអញ្ចឹងយើងបរួញទៅជាសារអក្សរដោយសារតែថោកឬក៏ដោយសារតែតម្លៃធូរអញ្ចឹងទៅន័យតែមួយទេឧទាហរណ៍ថាដោយសារតែស្បែកជើងតម្លៃថោកខ្ញុំបានទិញ2គូឧទាហរណ៍ណាតាទី2អ៊ីតាបបប្រែតាអានអញ្ចឹងអានេះអ៊ីកូសដូចយើងឧទាហរណ៍មិញដែរទេដូចគ្នាបែបតែម្ដងថាដោយសារតែអានឆុងសូហាដាបបប្រែតាបោះសម្អាតអញ្ចឹងដែលយើងទៅជាហេសអញ្ចឹងដោយសារតែបោះសម្អាតអញ្ចឹងទៅអូខេឥឡូវយើងមើលឧទាហរណ៍តែម្ដងអញ្ចឹងឧទាហរណ៍របស់យើងនេះគឺគេដាក់មកចំនួន3ដល់ទី1 Pika 와서 울산을 샀어요. Pika 와서 Pika 오다 បបប្រែតាធ្លាក់អញ្ចឹងយើងបូកជាមួយនេះអូដានេះពាក្យដាមកវាមិនអញ្ចឹងទេអញ្ចឹងលុបដាចោលនៅសល់អីនៅសល់អូអញ្ចឹងនៅសល់អូក៏ដូច AO ទៅបូកជាមួយ A សអញ្ចឹងស្អាប៉ះស្អាស្មើនឹងស្រៈវ៉ាតម្រងយើងដកដែរអញ្ចឹងវាទៅជាវ៉ាសដែលយើងកំពុងឃើញនេះអញ្ចឹងមានន័យដោយសារតែភ្លៀងធ្លាក់អ៊ូសាន់បបប្រែតាឆាត់សັດសូយ៉ូនេះបានទិញតោះយើងបកប្រែពីចុងមកវិញក៏បានបកពីហេតុផលនេះក៏បាននៅតែមួយទេឥ
ឥឡូវសាបបពីចុងថាបានទិញឆាត់ដោយសារតែភ្លៀងធ្លាក់ស្ដាប់បានដោយសារតែភ្លៀងធ្លាក់ដូច្នេះហើយខ្ញុំទិញឆាត់អញ្ចឹងនៅពេលដែលយើងបកដោយសារមុនយើងគ្រាន់តែថាពាក្យដាក់ដូចនេះហើយទៅនៅក្នុងន័យភាសាខ្មែររបស់យើងនឹងតោះនេះអញ្ចឹងក្នុងភាសាកូរ៉េគឺមិនមានពាក្យនឹងមកឲ្យទេមិនអញ្ចឹងឯងគឺការបកប្រែជាភាសាខ្មែររបស់យើងអាស្រ័យលើតាមជាក់ស្ដែងឥឡូវយើងមើលបន្ត harmony កេសរ harmony បកប្រែថាលោកយាយកេសរនឹងគឺជាទម្រង់គួរសមអត់មានការបកប្រែទេបាទផ្ចន់ឆានឺឆសតោះផ្ចន់ឆានឺស៊ីដាពាក្យហ្នឹងណាមកពីពាក្យថាផ្ចន់ឆានឺស៊ីដាយើងបកប្រែថាមិនស្រួលខ្លួនឬក៏ឈឺហើយតបូជាមួយអសអញ្ចឹងដោយសារស្អ៊ីនេះបាទពាក្យរបស់វាគឺខ្ញុំយកអាពាក្យខាងចុងមកចុះណាបាទជាដោយសារ C នេះអញ្ចឹងស្អ៊ីប៉ាសអបាទបូជាមួយអសអញ្ចឹង E ប៉ះ O នេះកន្លែងនេះមិនអញ្ចឹងទេអញ្ចឹងវាស្មើនឹងស្រៈអីស្មើនឹងស្រៈយ៉អញ្ចឹងបើយើងទៅសេឥឡូវទៅសេអសូរយល់កុំកាត់អញ្ចឹងអត់កើតទេបាទទៅជាអីគេអញ្ចឹងទៅជាសនឹងឯងតើអញ្ចឹងដោយសារតែឈឺតើយើងមើលបន្តទៀតវាតែចង់វ៉ាន់បបេថាមន្ទីពេទ្យម៉ូស៊ីកូខាយោម៉ូស៊ីកូខាដាពាក្យថ្មីបកប្រែជូនទៅឬក៏នាំទៅណាបាទអូខេអញ្ចឹងបកប្រែថាម៉េចបាននាំទៅមន្ទីពេទ្យតោះពេលដែលយើងបកប្រែបកឲ្យស្រួលយល់ថាម៉េចដោយសារតែលោកយាយឈឺឬក៏លោកយាយដោយសារតែឈឺដូច្នេះហើយបាននាំទៅមន្ទីពេទ្យបាទឥឡូវយើងមើលទី3បន្តទៀតបាទទី3របស់យើងគេថាម៉េចមកខ្វះអ៊ីលបបផ្លែឈើស៊ីងហេសគឺមកពីពាក្យថាស៊ីងហាដាបប្រែស្រស់អញ្ចឹងដោយសារវាហាដាអញ្ចឹងទៅជាហេសនឹងឯងមញ៉ាត់ប៉ុន្មានកែនឹងចំនួនអញ្ចឹងចំនួនប្រមាណសัตว์សុយមកពាក្យសាដានេះទិញហើយបូកជាមួយទម្រង់អតីតកាលបាននឹងឯងមិនអញ្ចឹងទេបាទតោះអញ្ចឹងនិយាយថាម៉េចថាបានទិញប៉ុន្មានផ្លែដោយសារតែផ្លែឈើស្រស់បាទយើងថាស្ដាប់មើលទៅទិញប៉ុន្មានផ្លែដោយសារផ្លែឈើស្រស់ដូចជាចម្លែកទេមិនអញ្ចឹងទេនៅក្នុងនេះគេមិនមែនចង់និយាយអំពីចំនួនទេគឺគេនិយាយពាក្យទូទៅថាដោយសារតែផ្លែឈើស្រស់ខ្ញុំបានទិញមកប្រហែលផ្លែដែរនេះមានន័យអញ្ចឹងណាឧទាហរណ៍ហ្នឹងឃើញកៅអៅស្អាតទិញមកប្រហែលដែរហ្នឹងយកមកទុកពាក់អញ្ចឹងទៅបាទអញ្ចឹងអាពាក្យថាប្រហែលដែរហ្នឹងគឺមានន័យថាមិនមែនសំដៅលើសំណួរទេគឺគេចង់និយាយអំពីចំនួនខ្លះមិនមែនជាចំនួនដែលជាក់លាក់ទេនៅក្នុងការឆ្លើយតបឬក៏និយាយទូទៅនឹងឯងអូខេអញ្ចឹងយើងបកម្ដងទៀតថាផ្លែឈើដោយសារតែស្រស់ដូច្នេះហើយបានទិញប្រហែលផ្លែមកអូខេអញ្ចឹងជាមានប៉ុណ្ណឹងអ្នកទាំងអស់គ្នាសង្ឃឹមតែបានទាន់ខ្លះអំពីទម្រង់អសនិងអសបើសិនជាមិនទាន់យល់សូមសាកសួរបាននៅក្នុងក្រុមមេរៀនសំណួរចម្លើយរបស់យើងអូខេឥឡូវយើងទៅដល់លំហាត់តែម្ដងណាឥឡូវយើងមើលលំហាត់តែម្ដងដើម្បីបញ្ចប់នៅក្នុងវីដេអូនេះបាទវីដេអូក្រោយយើងសិក្សាអំពីបន្តអញ្ចឹងទៅអញ្ចឹងយើងថាម៉េច Almachin Goshul Khulla អញ្ចឹងនេះគឺជាការប្រែប្រួលបន្តទៀតណាអូខេឥឡូវយើងបន្តជាមួយគ្នាទៀតនៅក្នុងលំហាត់តែម្ដងអញ្ចឹងគេថា Almachin Goshul Almachin មកប្រែដែលត្រឹមត្រូវតោះ God បកប្រែថាចំឡើយអញ្ចឹងចម្លើយដែលត្រឹមត្រូវ Khulla បកប្រែថាជ្រើសរើសតោះអញ្ចឹងជ្រើសរើសចម្លើយដែលត្រឹមត្រូវ Poki ឧទាហរណ៍បាទ Wakati ជាមួយនឹងមុនចាំងយើងបកប្រែថាប្រយោគវ៉ាន់សងហាសេយោមកពីវ៉ាន់សងហាដាបំពេញសេយោសូមអូខេអញ្ចឹងយើងបកប្រែយ៉ាងងាយថាសូមបំពេញប្រយោគជាមួយនឹងឧទាហរណ៍ដោយជ្រើសរើសចម្លើយដែលត្រឹមត្រូវអូខេអញ្ចឹងយើងបកប្រែមួយចឹងមកអូខេអ្វីដែលយើងអាចដឹងបានថាទម្រង់នេះគឺគេឲ្យយើងយកឧទាហរណ៍បាទយកពាក្យដែលមាននៅខាងលើនេះមកបំពេញទៅតាមអត្ថន័យនៃអត្ថបទនីមួយប្រយោគនីមួយហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺទាំងអស់ហ្នឹងអ្នកទាំងអស់នេះត្រូវបូកជាមួយនឹងទម្រង់ហេតុផលដែលយើងបានរៀនអំបញ្ញមិញគឺអាសមិនចឹងទេអសហើយនឹងហេសទៅតាមពាក្យដែលយើងរើសយកមកដាក់ហ្នឹងអញ្ចឹងនិស្សិតពាក្យហាដានិស្សិតពាក្យហាដានិស្សិតស្រៈអីនិស្សិតស្រៈអីនិស្សិតអីចឹងទៅអូខេបងប្អូនទាំងនេះតួងកន្លែងហ្នឹងអញ្ចឹងយើងមានឧទាហរណ៍មួយឲ្យថាហេសាកាក្រុមហ៊ុនតោះមរសមកពាក្យមលតានេះឆ្ងាយអញ្ចឹងដោយសារមលតានេះពាក្យដែលយើងរើសមកនេះគឺពាក្យទី1អញ្ចឹងដាក់ចូលមកអូខេឆ្ងាយអញ្ចឹង
ដោយសារ Malta លុបដៃអក្សរស្រៈអអញ្ចឹង copy AO បូកជាមួយអសអញ្ចឹងដូចជា moro សអញ្ចឹងដោយសារឆ្ងាយ 차를 타고 가야 합니다 តោះឆាជាបបប្រែតាឡានមានន័យថាខាងក្រោយនេះបងប្អូនគ្រាន់តែរកនៃបបប្រែមកអ្វីដែលយើងធ្វើចម្បងគឺបំពេញហើយប្រើវេយ្យាករណ៍បានត្រឹមត្រូវនេះគឺជាជំហានមួយដែលធ្វើអ្នកទាំងអស់គ្នាយល់ភាសាកូរ៉េបានកាន់តែប្រសើរជាងមុនណាកុំរៀនបញ្ញាពេកតោះថាកូខាដាបបប្រែតែជីទៅពាក្យនេះគឺមានខាងលើស្រាប់ហើយយ៉ាហាដាបបប្រែត្រូវតែអញ្ចឹងនៅក្នុងន័យនេះគឺយើងថាតម្រងត្រូវតែខ្ញុំមិនដែលរៀនពងមិនក៏យកមកដាក់ឧទាហរណ៍អញ្ចឹងមិនមែនថាក្នុងភាសាកូរ៉េកន្លែងណាដែលគេសង្កត់ធ្ងន់វេយ្យាករណ៍សូមធ្វើសិនប៉ុន្តែកន្លែងណាដែលយើងបកប្រែដែលមានគ្រូដែលក្នុងការគាត់ជួយបកប្រែសូមបកសិនបើមិនអញ្ចឹងទេគឺយើងវង្វេងមិនអានេះមិនទាន់យល់ផងមកសិក្សាត្រូវតែក៏មានរឿងនិយាយគ្នាដែរអត់អាចកាត់ចោលអញ្ចឹងបានទេក៏ប៉ុន្តែខ្ញុំនិយាយអញ្ចឹងថាទៅក្រោយទៀតអញ្ចឹងសុំមួយសិនថាទីនេះបកប្រែត្រូវតែបាទតោះមួយជាមួយគ្នាណាតើអញ្ចឹងយើងបកប្រែតែម៉េចក្រុមហ៊ុនណាដោយសារតែឆ្ងាយដូច្នេះហើយត្រូវតែទៅដោយជិះឡានអូខេន័យវាអញ្ចឹងតោះឥឡូវនៅសល់ប្រហែលទៀតសូមបងប្អូនទាំងអស់នេះធ្វើជាលំហាត់ឥឡូវខ្ញុំទុកកន្លែងហ្នឹងធ្វើជាលំហាត់អ្នកទាំងអស់គ្នាសូមរើសពាក្យឲ្យបានត្រឹមត្រូវហើយបូកជាមួយអ្វីដែលលើកឡើងខាងលើតែយើងដឹងថាពាក្យ Malta នេះដកចេញហើយមួយណាតើឥឡូវសាកល្បងបកប្រែហើយពាក្យបកប្រែថាល្អគេយើងឃើញមួយសិនភាសាដានេះបកប្រែថាថ្លៃអូខេជីនឆលហាដានេះបកប្រែថាចិត្តល្អបាទចិត្តល្អឬក៏សន្តានចិត្តល្អអញ្ចឹងទៅជួហាដានេះបកប្រែថាចូលចិត្តអូខេចូលចិត្តតោះអញ្ចឹងយើងមានប៉ុណ្ណឹងហានេះបកប្រែឆ្ងាយដែលយើងរើសដាក់ចូលមកហ្នឹងណាបាទអញ្ចឹងរើសចូលមកហើយបងប្អូនต้องស្កប់វីដេអូបន្តិចត្រឡប់មកវិញយើងនឹងបានឃើញហើយបាទបានឃើញអំពីចម្លើយអូខេឥឡូវអ្នកទាំងអស់គ្នាបានមើលហើយអញ្ចឹងយើងបកប្រែទៅបាទអញ្ចឹងទី1យើងបកប្រែហើយណាថាម៉េចក្រុមហ៊ុនដោយសារតែឆ្ងាយពេកដូច្នេះហើយត្រូវតែជីឡានដល់ពេលនេះទី1저는 커피를អញ្ចឹងដែលយើងឃើញដាក់ចូលគឺអីគេ좋아해 해서អញ្ចឹងយកពាក្យចូលចិត្តដាក់ចូលមកហើយបូកជាមួយសដោយសារតោះអញ្ចឹងបើថាខ្ញុំដោយសារតែចូលចិត្តកាហ្វេ 매일 마십니다. 매일 បកប្រែរាល់ថ្ងៃ 마십니다 ផឹកអញ្ចឹងដូច្នេះហើយផឹករាល់ថ្ងៃទី2ទី2 날씨가បាទអញ្ចឹងអ្វីដែលយើងដាក់ចូលគឺឯគេអ្នកទាំងអស់គ្នាឈួរដាអញ្ចឹងឈុតថានេះល្អអញ្ចឹងឈោអាសអញ្ចឹងឈោអាស갑자기 걸려왔습니다. តោះ 갑자기 បកប្រែថាភ្លាមហើយ 걸어갔습니다 បកប្រែបានដើរទៅបាទអញ្ចឹងវាថាបានទៅដើរទៅភ្លាមអញ្ចឹងយើងបកប្រែរួមមកថាអាកាសធាតុណាដោយសារតែល្អដូច្នេះហើយខ្ញុំបានដើរទៅភ្លាមទី3តោះ 수박이 너무 យើងដាក់អីគេចូលថ្លៃហ្នឹងអញ្ចឹងហ៎ភីសាដាលុបដាចាំបូកជាមួយសអញ្ចឹងដោយសារតែថ្លៃសាជាអានស្មីដាសានេះបកប្រែទិញហើយយើងបូកជាមួយជីអានគឺជាទម្រង់បដិសេធនឹងបកប្រែថាមិនបាទអញ្ចឹងមិនអីគេមិនសាដាមិនទិញបាទមិនទិញអញ្ចឹងមកអូខេអញ្ចឹងយើងបកប្រែថាម៉េចឥឡឹកដោយសារតែថ្លៃពេកដូច្នេះគឺមិនទិញទេតោះនៅសល់តានេះចុងក្រោយគេទេតារាស៊ីលោកតារាបាទលោកតារាហ្នឹងណាអញ្ចឹងយើងដាក់អីគេចូលប្រកបណាគឺ Chinchol Heso បាទដែលយើងឃើញនៅក្នុងអេក្រង់ស្រាប់អញ្ចឹងលោកតារាដោយសារតែចិត្តល្អអូខេដោយសារតែចិត្តល្អ 사람들이 따라시는 좋아합니다. 사람들이 បកប្រែមនុស្សជាច្រើនតារាស៊ីលោកតារាដដែល 좋아합니다 ចូលចិត្តអញ្ចឹងមនុស្សជាច្រើនចូលចិត្តលោកតារាអញ្ចឹងមូលហេតុដែលគេចូលចិត្តលោកតារាដោយសារតែលោកតារានឹងចិត្តល្អអូខេតោះចឹងយើងទៅលំហាត់បន្ទាប់អូខេអញ្ចឹងលំហាត់នៅត្រង់នេះគឺសូមឲ្យអ្នកទាំងអស់នេះធ្វើអញ្ចឹងគូសង្កេតឃើញថានៅក្នុងលំហាត់នេះអត់មានពាក្យថ្មីទេមានន័យថាយើងមើលឥឡូវគូបកប្រែពាក្យមួយមកខាប់ស៊ីសាដានេះតម្លៃថ្លៃណាស៊ីកាថប់តាកាសៀតក្តៅឆាកាម៉ាខីដានៅក្នុងមេរៀននឹងវីដេអូមុនគឺឡានស្ទះឬក៏ស្ទះចរាចរណ៍ណាស៊ីកាឆូថាអាកាសធាតុល្អហេសានឹកតាបកប្រែទៅក្រុមហ៊ុនយឺតឬក៏យឺតនៅក្រុមហ៊ុនជីបេខាកាប់តាបកប្រែថានៅចិត្តផ្ទះស៊ីគីម៉ាស៊ីតាអាហារឆ្ងាញ់ភីកាម៉ានីអូដាភ្លៀងធ្លាក់ខ្លាំង
អូខេអញ្ចឹងតើយើងធ្វើដូចមិនដេចបងប្អូនមើលខាងលើមើលសេចក្តីណែនាំបាទគាត់ថាអញ្ចឹងនៅពេលដែលយើងធ្វើលំហាត់ណាសូមឲ្យអ្នកទាំងអស់គ្នាមើលទៅលើពាក្យសិនព្រោះអីព្រោះកាលណាដែលយើងបានដឹងអំពីពាក្យវាធ្វើឲ្យការគិតរបស់យើងថាពាក្យនោះដូចស្រួលឬក៏ពាក្យនេះធ្លាប់ចេះដល់ពេលដែលយើងទៅមើលលំហាត់អារម្មណ៍យើងដូចចង់ធ្វើអានេះគឺជាអ្វីដែលខ្ញុំធ្លាប់រៀនណាបាទនឹងឯវិធីសាស្ត្របងប្អូនទាំងអស់គ្នាធ្វើរបៀបម៉េចដែលយល់ថាខ្លួនឯងអាចចាប់បានច្រើនក៏តាមនឹងទៅប៉ុន្តែខ្ញុំគឺពេលដែលធ្វើលំហាត់គឺយកចិត្តមើលអញ្ចឹងបាទវាបញ្ញាអារម្មណ៍យើងណាឥឡូវយើងមើលតែទី1គេថា where 자전거를 타고 가요 where had away 자전거 건 타고 가요ជីទៅមកពី 타고 가다 ណាតោះអញ្ចឹងហេតុអ្វីបានជាជិះកង់ទៅអញ្ចឹងគេរើសមួយគេដាក់ថា 날씨가 좋아서បាទ 날씨 បបេតាសកាសធាតុ 좋아서 ដោយសារតែល្អ 자전거 타고 가요 តោះអញ្ចឹងមកថាបានទៅដល់ជិះកង់ដោយសារតែអាកាសធាតុល្អអញ្ចឹងគេរើសកន្លែងណាឬពាក្យថានៃអាកាសធាតុល្អនេះអញ្ចឹងនៅក្នុងន័យហ្នឹងមានន័យថាអ្នកនរធ្វើលំហាត់នេះគឺយើងមើលទៅលើសំណួរនីមួយបន្ទាប់ពីអ្នកនរមើលសំណួរហើយតើចម្លើយដែលអ្នកនរកំពុងតែឃើញនៅលើទំព័រខាងលើនៅក្នុងពណ៌ហ្នឹងតើមួយណាដែលវាស័ក្តិសមនឹងសំណួរដែលគេកំពុងសួរច្បាស់ណាស់យើងឃើញតែ4ទេដល់ពេលក្នុងនេះយើងដក1ចេញដោយសារ1 2 3 4 5 6 7អញ្ចឹងមានចម្លើយ3ដែលគេអត់រើសគឺមាន4ដែលយើងត្រូវរើសចូលឆ្លើយស្របទៅតាមនេះមិនអញ្ចឹងទេបាទយើងឆ្លើយពីក្រោមនឹងមកតើអញ្ចឹងបងប្អូនទាំងគ្នាសូមធ្វើវិជាលំហាត់អញ្ចឹង scope video នឹងធ្វើសិនមកបាទបន្តមកទៀតនៅពេលដែលទាល់កន្លែងណាឬក៏ធ្វើហើយអាចមកមើលចម្លើយបានគួរនឹងដាក់ចម្លើយចូលក៏ប៉ុន្តែសូមអ្នកទាំងអស់នេះធ្វើដោយពិតប្រាកដសរសេរជាខ្មៅដៃក៏បានប៊ិចក៏បានសភៅយើងមានទេបាទគឺធ្វើសិនមកខុសត្រូវយើងកែនោះនឹងភាសាកូរ៉េរបស់អ្នកទាំងអស់គ្នានឹងកាន់តែប្រសើរជាងមុនអាចសាកល្បងតាមវិធីសាស្ត្រនឹងបានណាតើឥឡូវគូសូមស្កប់វីដេអូនឹងសិនអ្នកទាំងអស់គ្នាបន្តមកនឹងឃើញចម្លើយហើយអូខេតោះអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញចម្លើយហើយគូបានដាក់នៅខាងលើហ្នឹងអញ្ចឹងផ្ទៀងមើលតើខ្លួនឯងបានធ្វើត្រូវឬក៏ខុសមិនអញ្ចឹងទេតើអញ្ចឹងសកម្មតើអ្នកទាំងអស់គ្នាបានស្វែងយល់ក៏ដូចជាបានដកស្រង់នៅចម្លើយដែលបានដាក់លើក្នុងវីដេអូនេះហើយកែនៅក្នុងសភៅរបស់យើងដែលបានធ្វើមិញទៅតើអញ្ចឹងវីដេអូនេះគឺយើងមានប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់ដែលយើងនឹងសិក្សាទៅលើសន្ទនាទី2បាទសន្ទនាចុងក្រោយនៃមេរៀនទី12នឹងតែម្ដងដែលយើងនឹងបានឃើញពីការធ្វើដំណើររបស់មនុស្ស2នាក់នេះអញ្ចឹងនៅពេលដែលយើងទៅដល់កូរ៉េយើងអាចជិះពីវិធីសាស្ត្រធ្វើដំណើរបែបហ្នឹងបានទេត្រូវតែជួបជាដាច់ខាតហើយតោះអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់អរគុណច្រើនអ្នកទាំងអស់គ្នា